ចាជ្រាបសួរបងប្អូនថ្ងៃនេះមកថ្មីទៀតហើយថ្ងៃនេះចង់មកប្រាប់ពីរបៀបធ្វើសាច់ជ្រូកអាំងស្រួយស្បែកដូចគេលក់នៅក្នុងហាងអញ្ចឹងណាបងប្អូនហើយសម្រាប់គ្រឿងផ្សំគឺងាយៗមែនតើបងប្អូនគ្រាន់តែយើងមានទឹកខ្មេះហើយនិងអំបិលតែប៉ុណ្្នឹងទេសាច់ជ្រូកខ្ញុំប្រើសាច់ជ្រូកប្រភេទសាច់ជ្រូក3ជាន់ហើយ1គីឡូបងប្អូនហើយជាដំបូងគឺយើងយកសាច់ជ្រូកហ្នឹងទៅដាក់ស្ងោរសិនដាក់ស្រស់បងប្អូនស្រស់រយៈពេលខ្ទង់10ទៅ15នាទីបងប្អូនហើយយើងដាក់ចឹងទៅបើបងប្អូនមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចអីក៏បានដែរដាក់ជាមួយគ្នាដើម្បីកាត់ឆ្អាបចឹងណាសម្រាប់ខ្ញុំអត់មានខ្ញុំក៏ដាក់អំបិលទៅបងប្អូនហើយពេលដែលពុះហើយអញ្ចឹងគឺយើងត្រូវដួសអាពពុះចឹងចេញមកដើម្បីឲ្យវាស្អាតសាច់ជ្រូកយើងដែរអញ្ចឹងណានេះដល់ពេលពុះចឹងហើយរយៈពេល15នាទីហើយចឹងទៅចាំយើងបិទភ្លើងហើយយើងស្រង់ចេញយកមកត្រាំទឹកកកបងប្អូនយើងត្រាំទឹកកកឲ្យវាចុះរៀងត្រជាក់តិចមិនណាចាំយើងស្រង់វាចេញពីទឹកកកយើងចាក់ស្បែកយើងយកស្បែកវាយកសមមកចាក់ស្បែកវាចាក់ឲ្យសស្បែកមកដើម្បីឲ្យយើងដល់ពេលយើងអាំងទៅគឺស្បែកឡើងស្រួយឆ្ងាញ់តែម្ដងអញ្ចឹងណាហើយចាក់ទាំងអស់ឲ្យសព្វជាមួយនឹងស្បែកចាក់តែស្បែកឯណាបងប្អូនអត់មានចាក់ទៅលើសាច់ទេសម្រាប់ទឹកខ្មេះនេះផងដែរគឺខ្ញុំប្រើទឹកខ្មេះ2ស្លាបព្រាបាយជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេបងប្អូនយើងលាយអំបិលហើយនឹងទឹកខ្មេះហ្នឹងឲ្យលាយអំបិលអស់ជាមួយនឹងទឹកខ្មេះចាំយើងយកមកចាក់ពីលើស្បែកជ្រូកបាញ់ហ្នឹងណាបងប្អូនហើយយើងរៀបចំដាក់ស្បែកជ្រូកបែបហ្នឹងអញ្ចឹងមកចាំយើងយកទឹកខ្មេះហ្នឹងមកចាក់ពីលើស្បែកជ្រូកហ្នឹងបងប្អូនស្បែកជ្រូកដែលយើងចាក់ហើយហ្នឹងណាយើងចាក់ទៅពីលើស្បែកទេនិយាយទៅបើយើងដាក់ត្រាំគ្នាជាមួយនឹងក៏មិនអីដែរបងប្អូនយើងប្រឡាក់ជាមួយគ្នាក៏អត់អីដែរហើយយើងម៉ាស្សាស្បែកហ្នឹងមកដល់ពេលយើងម៉ាស្សាហើយយើងទុកចោលខ្ទង់ចន្លោះពី20នាទីទៅ30នាទីដើម្បីឲ្យវាចូលជាតិគ្នាអញ្ចឹងណាហើយចាំយើងយកមកដាក់អាំងនៅក្នុង air fry សម្រាប់ការដាក់អាំងនេះផងដែរគឺយើងត្រូវរៀបស្បែកជ្រូកនោះដាក់មកខាងលើបងប្អូនយើងរៀបបែបហ្នឹងដូចខ្ញុំរៀបអញ្ចឹងមកហើយកំណត់នាទីគឺខ្ញុំដាក់អង្សាមក200អង្សានិង20នាទីសម្រាប់ការដាក់20នាទីនេះដែរគឺខ្ញុំអាំង2ដងបានស្បែកវាស្រួយបែបហ្នឹងណាបងប្អូនចាំមើលខ្ញុំឲ្យស្ដាប់សំឡេងស្បែកជ្រូកនឹងថាវាស្រួយប៉ុណ្ណាគឺស្រួយប៉ិតតែម្ដងចាបងប្អូនគឺថាស្រួយដូចគេលក់នៅក្នុងហាងអញ្ចឹងបងប្អូនហើយស្រួយនេះដែរគឺមិនមែនថាលក្ខណៈថាខ្សោះជាតិទឹកញ៉ាំអត់ឆ្ងាញ់ខ្សោះទេណាបងប្អូនគឺថាស្រួយតែស្បែកខាងក្រៅហើយ juicy នៅខាងក្នុងនេះសាច់ខាងក្នុងគេឡើងទន់ហើយសាច់ខាងក្រៅគឺស្រួយបងប្អូនដូចគេលក់នៅក្នុងហាងអញ្ចឹងហើយយើងហាន់បែបហ្នឹងមកយើងដាក់ចូលចានមកមើលទៅតំណងឲ្យបងប្អូនហើយយើងរៀបចំមានបន្លែមានសាឡាត់អីមកដាក់ជាមួយនឹងទឹកត្រីបុកបន្ទាប់ជាមួយនឹងគីមជីអូយឆ្ងាញ់ណាបងប្អូនអើយនិយាយទៅបងប្អូនសាកធ្វើតាមរបៀបខ្ញុំធ្វើសាកមើលគឺធានាได้ថាស្បែកស្រួយឆ្ងាញ់តែម្ដងបងប្អូនដាក់ជាមួយទឹកត្រីចឹងមកគឺថាឆ្ងាញ់ណាស់បងប្អូនអើយហើយវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបងប្អូនស្រឡាញ់ចូលចិត្តអីកុំភ្លេចជួយ like ជួយ follow ផងណាបងប្អូនអរគុណច្រើន